ម្ហូបសម្រាប់ថ្ងៃត្រង់នេះគឺនាងខ្ញុំមកធ្វើចៀនចួនត្រីប្រាបងប្អូនរាល់ដងខ្ញុំធ្លាប់តែចៀនចួនត្រីឡាប់យ៉ាហើយនិងត្រីផ្សេងទៀតតែថ្ងៃហ្នឹងសូមមកធ្វើត្រីប្រាហើយសម្លចៀនចួននេះគឺស្រួលធ្វើណាបងប្អូនគ្រឿងក្រៅក៏តិចដែរយើងមានតែសៀងផ្អែមខ្ញីគល់ស្លឹកខ្ទឹមហើយនិងត្រីប្រាចំពោះសាច់មាន់នេះគឺនាងខ្ញុំប្រឡាក់វាទុកពេលល្ងាចយើងចៀនចួនតែត្រីប្រាហើយចំពោះគ្រួសារខ្ញុំមិនថាកូនខ្ញុំទេគឺគាត់ចូលចិត្តសាច់មាន់ប្រឡាក់ណាស់អញ្ចឹងបានខ្ញុំទិញធ្វើពីមុខឲ្យហើយទៅដោយសារយើងកូនតូចយើងឆ្លៀតធ្វើតម្រាំតបានអញ្ចឹងទៅយើងឆ្លៀតធ្វើបងប្អូនឥឡូវយើងចាប់ផ្ដើមមកលាងត្រីយើងហាន់ជាកង់ហើយលាងទឹកវាឲ្យស្អាតដើម្បីទុកឲ្យខ្សោះទឹកយើងយកទៅឡងពេលយើងទុកត្រីយើងចោលហ្នឹងយើងមកធ្វើសាច់មាន់សិនចំពោះសាច់មាន់នេះខ្ញុំកាត់ជាកង់តូចជាចំណិតតូចដើម្បីយកទៅប្រឡាក់ជាមួយនឹងអំបិលម្ទេសបុកបងប្អូនយើងប្រឡាក់អញ្ចឹងគឺជាតិមែនតែនសាច់មាន់របស់យើងហើយយើងប្រឡាក់នេះយើងបុកជាមួយខ្ទឹមនិងម្ទេសថាប្រឡាក់ត្រីឬក៏សាច់ទេខ្ញុំចូលចិត្តប្រើជាមួយខ្ទឹមសបុកជាមួយម្ទេសបងប្អូនហើយយើងបុកជាមួយអំបិលក្រួសទៀតយកមកប្រឡាក់ទៅនិយាយថាពិសាមិនថាត្រីឬក៏សាច់ទេគឺជាតិណាបងប្អូនពេលដែលយើងចៀនណាឈ្ងុយខ្ទឹមចូលពេញសាច់មាន់សាច់ត្រីរបស់យើងឡើងឈ្ងុយហ្មងហើយយើងប្រឡាក់យើងដាក់ស្ករឲ្យរៀងផ្អែមបច្ចេកឲ្យរៀងច្រើនបន្តិចមកហើយយើងលួចដាក់ប្រេងខ្យងម្សៅស៊ុបរ៉ូឌីបន្តិចមកបន្ទាប់មកយើងសាច់មាន់របស់យើងប្រឡាក់ស្មើហ្នឹងទម្រាំតែល្ងាចគឺយើងអាចចៀនបានហើយវាចូលជាតិគ្នាសពល្អហើយចៀនទៅគឺដឹងតែឆ្ងាញ់ហើយបងប្អូនបន្ទាប់ពីយើងបុកប្រឡាក់ហើយយើងធ្វើការលាងត្បាល់លាងរ៉េយើងទុកឲ្យពេលដែលយើងលាងស្អាតបាតអស់ហើយយើងមកចាប់ផ្ដើមបំពងត្រីរបស់យើងដាក់ខ្លាញ់ឲ្យក្តៅហើយដាក់ម្សៅបំពងចូលបន្តិចមកដើម្បីយើងបំពងទៅកុំឲ្យត្រីយើងជាប់ខ្ទះចំពោះត្រីធ្វើដូចខ្ញុំចេះចៀនទៅអត់ចេះលបអត់ចេះជាប់ខ្ទះទេបងប្អូនយើងដាក់ចៀនអញ្ចឹងមកយើងដាក់ត្រីប្រាចៀនពេលដែលយើងចៀនហ្នឹងយើងដាក់ខ្លាញ់ក្តៅសិនណាបងប្អូនចាំយើងចាក់ត្រីយើងចូលបើសិនជាខ្លាំងពេលយើងពងត្រីចោលហ្នឹងយើងមកធ្វើគ្រឿងសិនយើងមកដំខ្ទឹមសចិញ្ច្រាំវាឲ្យម៉ត់សិនបងប្អូនហើយយើងច្រាំវាឲ្យម៉ត់ចឹងមកដើម្បីយើងយកទុកយកទៅឆាយើងពងលាយជាមួយគល់ស្លឹកខ្ទឹមទៀតនិយាយពីថាឈ្ងុយឆ្ងាញ់មែនតែនហើយស្លឹកខ្ទឹមយើងហាន់ទុករោយពីលើសាច់ត្រីរបស់យើងត្រីរបស់យើងពងរួចរាល់ហើយយើងពងតែប៉ុណ្្នឹងមកកុំឲ្យវាស្រួយពេកអញ្ចឹងយើងចាប់ផ្ដើមទៅធ្វើខ្ញីនិងសៀងម្ដងហើយខ្ទះនេះខ្ញុំអត់លាងចោលទេខ្ទះដែលខ្ញុំពងត្រីហ្នឹងខ្ញុំយកមកស្លមកតង់ទៀតយើងពងគល់ខ្ទឹមនិងខ្ទឹមសឲ្យឡើងឈ្ងុយយើងដាក់ស្ករសបន្តិចមកទឹកត្រីបន្តិចហើយនឹងប្រេងខ្យងបន្តិចបងប្អូនយើងកុំដាក់ច្រើនពេកដោយសារសៀងរបស់យើងក៏មានរសជាតិផ្អែមប្រៃនៅក្នុងហើយចំពោះសៀងនិងខ្ញីនេះធ្វើមកយើងឆាយវាស្អិនណាដើម្បីញ៉ាំទៅវាអត់ឈឺពោះយើងឆាយខ្ញីនិងសៀងរបស់យើងឡើងស្អិនសិនបងប្អូនចំពោះខ្ញុំឆានេះខ្ញុំឆាអញ្ចឹងហើយខ្ញុំដាក់ទឹកបន្តិចដែរបងប្អូនខ្ញុំរំងាស់ប្រហែលជា3 4 5នាទីឲ្យសៀងរបស់ខ្ញុំស្អិនហើយនឹងខ្ញីរបស់ខ្ញុំស្អិនខ្ញុំកាត់ដាក់ប៊ីចេងចូលហើយដាក់ពងមាន់3គ្រាប់បងប្អូនមាន់ពងបាញ់មិញតែខ្ញុំពុះប្រឡាក់ហ្នឹងសល់ពងរបស់វាខ្ញុំយកមកឆាជៀនសម្លជៀនជួនរបស់ខ្ញុំនេះចាប់ផ្ដើមស្អិនបដើហើយសម្លមកមុខនេះនិយាយពីថាស្លលឿនជាងគេបងប្អូនគ្រឿងទេសមានតែខ្ញីហើយសៀងមកគឺបានបាត់ឥឡូវសាច់ខ្ញីរបស់យើងសៀងរបស់យើងឆាស្អិនហើយយើងដួសស្រោចពីលើត្រីរបស់យើងមកនិយាយពីថាពេលដែលយើងដួសស្រោចអញ្ចឹងហើយយើងរោយស្លឹកខ្ទឹមពីលើទៀតមកអែមបងប្អូនអើយគឺតំណងឡើងញាក់ហ្មងបងប្អូនគឺខ្ញុំមកហូបមកមុខនេះខ្ញុំញ៉ាំអត់មានឲ្យសល់ទេមិនថាសៀងឬក៏ខ្ញីគឺឆាអញ្ចឹងទៅនិយាយពីថាត្រូវហើយឆ្ងាញ់ណាស់បងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតអរគុណ